សួស្តីប្រិយមិត្តបងប្អូនគូតគួយលោកតាលោកយាយពូមីទាំងអស់គ្នាឥឡូវនេះយើងមកមើលការទូទាយវាសម្រាប់ថ្ងៃច័ន្ទទី17ខែសីហាយើងមកមើលជោគជតារាសីប្រចាំថ្ងៃនិងសម្រាប់ថ្ងៃអនាគតបើប្រិយមិត្តបងប្អូនគូតគួយលោកតាលោកយាយពូមីទាំងអស់គ្នាមានចម្ងល់អីអាច comment បានណាជ្រើសរើសស្លឹកបៀចាប់ពីស្លឹក7ដល់ស្លឹកអាប់គឺការ៉ូបេជួងស្លឹកមួយណាក៏បានដែរជ្រើសរើសមួយស្លឹកខ្ញុំនឹងទូទាយជូនប្រិយមិត្តបងប្អូនគូតមួយបាទ comment តាមក្រោមវីដេអូរបស់ខ្ញុំណាខ្ញុំនឹងទូទាយជូនប្រិយមិត្តបងប្អូនគូតមួយទាំងអស់គ្នាឥឡូវនេះយើងមកមើលសម្រាប់អ្នកដែលមកទីតល់ខ្លួនគឺជួរទី1ជួរទី2ទូទាយអំពីក្រុមគ្រួសារឪពុកម្ដាយបងប្អូនកូនចៅណាជួរទី3យើងទូទាយអំពីអាជីវកម្មការងារមុខរបររោគទទួលទានប្រចាំថ្ងៃនិងជួរទី4យើងទូទាយអំពីអនាគតឥឡូវយើងមកមើលទាំងអស់គ្នាជួរទី1ស្លឹកទី1សម្រាប់អ្នកដែលមកទាយផ្ទាល់ខ្លួនគឺក្រមុំកើនេះតំណាងឲ្យស្ត្រីពណ៌តុងដែងរៀបការហើយឬក៏មេម៉ាយជាមិត្តល្អនាងស្នើឲ្យអំណោយផលដល់គម្រោងក្នុងអាពាហ៍ពិពាហ៍ដ៏រីករាយផងដែរណាគឺល្អសម្រាប់អ្នកដែលមកទាយផ្ទាល់ខ្លួនឥឡូវយើងមកមើលស្លឹកទី2វិញស្លឹកទី2គឺក្រមុំការ៉ូនេះតំណាងឲ្យស្ត្រីដែរបាទដែលច្រណែនជំនាញនេះអ្នកនៅក្រោមអាវ៉ាត់របស់ខ្លួនវាក៏មានន័យថាស្ត្រីមកពីខេត្តឬក៏ជនបរទេសអ្នកដែលមានចរិតគ្រោះថ្នាក់ណាដូច្នេះត្រូវប្រយ័ត្នប្រយែងមែនទែនជនបរទេសអាចជាអ្នកក្រៅពីក្រុមគ្រួសាររបស់យើងក៏អាចចាត់ទុកជាជនបរទេសដែរណាបាទដូច្នេះត្រូវប្រយ័ត្នប្រយែងយ៉ាងមែនទែនឥឡូវយើងមកមើលស្លឹកទី3វិញក្រមុំទាំងអស់បាទក្រមុំបិចទៀតបាទគឺការ៉ូបិចក្រមុំបិចនេះក៏ប្រយ័ត្នប្រយែងយ៉ាងមែនទែនដូចគ្នាតំណាងឲ្យស្ត្រីនៅលីវឬក៏មេម៉ាយជាស្ត្រីលេងលះទុច្ចរិតផិតក្បត់ភូតភរបាទបើមិត្តវិញគឺមិត្តអាក្រក់ដែលស្វែងរកការធ្វើបាបណាដូច្នេះត្រូវប្រយ័ត្នប្រយែងចំពោះស្ត្រីនេះផងដែរក្រមុំការ៉ូក៏ដូចគ្នាក្រមុំបិចក៏ដូចគ្នាណាលើកលែងតែក្រមុំគឺល្អណាវាក៏ក្រមុំបិចនេះវាក៏ប្រកាសពីការលំបាកឧបសគ្គជាច្រើនដែលហាក់ដូចមិនអាចឆ្លងកាត់បានណាដូច្នេះត្រូវប្រយ័ត្នប្រយែងក្រមុំការ៉ូនិងក្រមុំបិចផងដែរណាឥឡូវយើងមកមើលជួរទី2វិញទូទាយអំពីក្រុមគ្រួសារពុកម្ដាយបងប្អូនកូនចៅស្លឹកទី1គឺអតាបិចនេះតំណាងឲ្យច្បាប់មេធាវីឬក៏ចៅក្រមវាក៏មានន័យផងដែរត្រូវជាមិត្តភក្តិឬក៏ញាតិអាក្រក់ដែលស្វែងរកការធ្វើបាបដែលជាមិត្តអាក្រក់ដែលឬក៏ជាប្តីដែលខុសខើអាក្រក់បង្កគ្រោះថ្នាក់ណាវាក៏ប្រកាសពីការឃ្លាតឆ្ងាយពីគ្នានិងការរំខានផងដែរណានៅក្នុងក្រុមគ្រួសាររបស់យើងអាចមានញាតិមិត្តរបស់យើងមិនសូវល្អដូច្នេះត្រូវប្រយ័ត្នប្រយែងជាមួយគាត់តិចណាបាទជាបរិសុទ្ធនៃគ្រោះថ្នាក់ក៏អឺតកតោមឬក៏តែខុសខើឥឡូវយើងមកមើលស្លឹកទី2វិញគឺ9បិចនេះតំណាងឲ្យទុកព្រួយភាពឯកាវាប្រកាសពីភាពទុកព្រួយគ្រោះថ្នាក់មហន្តរាយជំងឺការបែកបាក់ឬក៏លេងលះណាមិនសូវល្អទេសម្រាប់ក្រុមគ្រួសាររបស់យើងស្លឹកបៀដែលនៅចិត្តហ្នឹងវាបញ្ជាក់វាពាក់ព័ន្ធផងដែរឥឡូវយើងទៅមើលបៀដែលនៅបន្ទាប់ហ្នឹងបាទគឺ7បិចនេះគឺជាចំនួនវិវាទចំនួនបណ្ដោះអាសន្នឬក៏បញ្ហាបណ្ដោះអាសន្នឬក៏ការរំខានណាដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនវាត្រូវនឹងទុកព្រួយនៃក្តីស្រឡាញ់ភាពមិនស្មោះត្រង់រវាងប្រពន្ធឬក៏ម្ចាស់ស្ត្រីវាក៏មានន័យថាអ្វីៗគ្រប់យ៉ាងត្រូវបានអនុវត្តដើម្បីយកឈ្នះលើបញ្ហានិងការលំបាកអ្វីក៏ដោយក្នុងវិស័យនេះគឺជាស្លឹកបៀដែលប្រកបវិជ្ជាដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែនណាអតាបិច9បិចនិង7បិចនេះគឺមិនល្អទេណា7បិចគឺវិវាទចំនួនវិវាទ9បិចគឺទុកព្រួយទីឯអតាបិចនេះគឺមិត្តខ្លាំងខ្លាយមិត្តអាក្រក់ញាតិអាក្រក់
ប្តីខូខើអាក្រក់បង្កគ្រោះថ្នាក់ណាដូច្នេះត្រូវប្រយ័ត្នប្រយែងមែនទែននៅក្នុងក្រុមគ្រួសាររបស់យើងឥឡូវយើងមកមើលជួរទី3វិញទូទីអំពីអាជីវកម្មនិងការងារមុខរបររោគទទួលទានប្រចាំថ្ងៃវិញសម្រាប់អាជីវកម្មរបស់យើងស្លឹកទី1គឺ8ជួង8ជួរនេះតំណាងឲ្យក្មេងស្រីវ័យក្មេងវាបង្ហាញពីភាពជោគជ័យនៃក្តីស្រឡាញ់ភាពរីករាយដ៏អស្ចារ្យវាប្រកាសពីការទទួលបាននៅអាជីវកម្មឬក៏ការផ្សព្វផ្សាយអ្វីមួយណាភាពរីកចម្រើនដោយសារតែទេពកោសល្យតែមួយគត់របស់អ្នកដែលមកទីហ្នឹងគឺល្អហើយណាគឺជោគជ័យបាទទទួលបាននៅអាជីវកម្មអ្វីៗមួយឥឡូវយើងមកមើលស្លឹកទី2វិញស្លឹកទី2គឺ7ជួង7ជួងនេះតំណាងឲ្យចំនួនប្រាក់តិចតួចឬក៏ទ្រព្យសម្បត្តិតិចតួចវាក៏ណែនាំខាងសេវាកម្មដែលបង្ហាញពីមិនម្នាក់ផងដែរបាទក្នុងការប្រកបមុខរបររោគទទួលទានយើងនឹងទទួលបានដោយកាក់តិចតួចផងដែរណាមិនសូវច្រើនទេថ្ងៃនេះឬក៏ណែនាំខាងសេវាកម្មពីមិត្តម្នាក់ផងដែរឥឡូវយើងមកមើលស្លឹកទី3វិញស្លឹកទី3គឺល្អណាស់សម្រាប់ថ្ងៃច័ន្ទនេះអាត់ជួងនេះតំណាងឲ្យជោគជ័យក្នុងអាជីវកម្មសំណាងល្អឥតខ្ចោះសម្រាប់អ្វីៗគ្រប់យ៉ាងដែលតកតងនឹងលុយកាក់ណាគឺល្អមែនទែនសញ្ញានៃសំណាងដូចជាមរតកការការពារនិងសុភមង្គលសម្រាប់អ្នកដែលមកទីហ្នឹងបាទក្នុងអាជីវកម្មរបស់យើងគឺជោគជ័យទាំងអស់ណាបាទថ្ងៃនេះគឺល្អមែនទែនសម្រាប់ថ្ងៃច័ន្ទទី17ខែសីហាហើយក្នុងការចេញដំណើរទៅរកទទួលទានយើងចេញដំណើរពីម៉ោង8:25នាទីឬក៏ម៉ោង10:48នាទីទៅគឺល្អណាស់សម្រាប់ប្រកបអាជីវកម្មឥឡូវយើងមកមើលជួរទី4វិញទូទីអំពីអនាគតសម្រាប់អនាគតស្លឹកទី1គឺ7ការ៉ូ7ការ៉ូនេះតំណាងឲ្យការនិយាយឬក៏ដំណឹងការជជែកអាក្រក់ល្អយ៉ាងណាអាស្រ័យទៅលើវាដែលនៅបន្តនឹងដែរនៅចិត្តនឹងដែរឥឡូវយើងមកមើលតើដំណឹងដែលយើងទទួលបានគឺក្រមុំជួងបាទក្រមុំជួងយើងនឹងទទួលបានគឺតំណាងឲ្យស្ត្រីមិត្តដែលត្រៀមជួយវាតំណាងឲ្យនារីសក់ខ្មៅវានេះមានបញ្ចោចអ្នកសហការអ្នកជួយទ្រាំទ្រណាសហការរបស់យើងជួយជ្រោមជ្រែងរឿងរ៉ាវប្រកបមុខរបរអីឬក៏រឿងរ៉ាវផ្សេងៗណាអាចជួយបានជាមិត្តស្និទ្ធស្នាលរបស់យើងសម្រាប់ថ្ងៃអនាគតបាទឥឡូវនេះយើងមកមើលស្លឹកទី3វិញស្លឹកទី3នេះទៅថ្ងៃអនាគតគឺ10ជួងនេះតំណាងឲ្យភាពជោគជ័យផ្នែកហិរញ្ញវត្ថុភាពរុងរឿងនៅក្នុងផ្ទះបាទគឺល្អមែនទែនទៅថ្ងៃអនាគតណាមានស្ត្រីត្រៀមជួយយើងហើយក៏ជោគជ័យផ្នែកហិរញ្ញវត្ថុលុយកាក់ប្រកបមុខរបរអីគឺល្អហើយក៏មានសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់យើងវាក៏បង្ហាញពីការសមបំណុលនិងប្រាក់កម្ចីផងដែរណាបាទយើងសមបំណុលប្រាក់កម្ចីគេកាលណាយើងមានលុយកាក់ថវិកាគ្រប់គ្រាន់យើងអាចសងគេគ្រប់គ្រាន់អស់ហើយបាទគឺល្អសម្រាប់ថ្ងៃអនាគតផងដែរណាឥឡូវប្រិយមិត្តបងប្អូនកូនក្មួយទាំងអស់គ្នាមានចម្ងល់អីអាច comment បានចង់ទូទាយជោគជតារាសីប្រចាំថ្ងៃណាអាចជ្រើសរើសស្លឹកបៀមួយស្លឹកបាទចាប់ពីស្លឹក7ដល់ស្លឹកអាត់គឺការ៉ូ3ជួងស្លឹកមួយណាក៏បានដែរខ្ញុំនឹងទូទាយជូនប្រិយមិត្តបងប្អូនកូនក្មួយសម្រាប់បច្ចុប្បន្នកាលឬក៏អនាគតកាលណាបាទសូមជូនពរសំណាងល្អសុខភាពល្អធ្វើដំណើរឲ្យមានសុវត្ថិភាពទាំងអស់គ្នាណាហើយកុំភ្លេចជួយ Subscribe ចុច Like និង Share ម្នាក់មួយផងជួយទ្រាំទ្រ Channel របស់ខ្ញុំចុចលើ Super Share Super Thanks និង Super Sticker ម្នាក់មួយបាទជម្រាបលាទាំងអស់គ្នាបាយបាយ